អ្នកទាំងអស់គ្នាចាស់ពីបុរាណណាតែងតែពោលថាផ្ទះខ្លះនៅពេលដែលយើងចូលទៅនៅហើយតែងតែនាំមកនៅសេចក្តីសុខសេរីសួស្តីមានលៀបមានជ័យចឹងណាអ្នកខ្លះរកស៊ីបានតែចិត្តទៅជុំខ្លាំងមែនតើផ្លាស់ប្ដូរជោគវាសនាគាត់ដោយសារតែផ្ទះមួយខ្នងហ្នឹងណាប៉ុន្តែផ្ទះខ្លះទៀតពេលដែលម្ចាស់ចូលទៅនៅហើយហ្នឹងណាមិនត្រឹមតែមិនមានសេចក្តីសុខទេណាឆ្លោះគ្នាថែមទាំងនាំមកនៅវិរិយសកម្មហើយនឹងសេចក្តីស្លាប់ការទុកសោកហើយនឹងការភ័យរន្ធត់ទៀតផងហើយរឿងរ៉ាវដែលខ្ញុំនឹងលើកយកមកនិទាននៅថ្ងៃនេះគឺស្ថិតនៅក្នុងប្រភេទផ្ទះទី2អញ្ចឹងម្ចាស់សាច់រឿងនៅក្នុងថ្ងៃនេះខ្ញុំសូមអនុញ្ញាតតាំងនាមឲ្យគាត់ថារាជទៅចុះរាជបានប្រាប់ថាគាត់បានស្ដាប់រឿងរ៉ាវនៅអេពីសូត1របស់យើងដែលមានចំណងជើងថាប្រហែលជាគាត់ចាំអត់ច្បាស់ដែរគឺបានន័យថានៅពេលដែលមនុស្សចូលទៅនៅផ្ទះនឹងហើយសោយអញ្ចឹងណាក្រោយពីបានស្ដាប់ចប់វាបានទៅកន្ត្រាក់អារម្មណ៍និងរំលឹកការចងចាំរបស់គាត់ឲ្យនឹកឃើញដល់រឿងរ៉ាវដ៏សែនរន្ធត់របស់គ្រួសាររបស់គាត់កាលពីប្រមាណជាង30ឆ្នាំមុនវាជារឿងរ៉ាវនៃផ្ទះមួយខ្នងដែលប៉ាម៉ាក់របស់គាត់នឹងខិតខំសន្សំលុយញើសឈាមដើម្បីទៅទិញយកមកធ្វើជាសម្បុកដ៏កក់ក្ដៅសម្រាប់ក្រុមគ្រួសាររបស់គាត់តែលទ្ធផលចុងក្រោយផ្ទះមួយខ្នងនេះបានឆក់យកសមាជិកគ្រួសារជាទីស្រឡាញ់របស់គាត់នឹងទៅជារៀងរហូតមុននឹងចូលដល់សាច់រឿងខ្ញុំសូមបញ្ជាក់ថារឿងរ៉ាវថ្ងៃនេះគឺគាត់ទៅសេរឿងពិតប៉ុន្តែសូមឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់វិចារណញ្ញាណនៅក្នុងការស្ដាប់ព្រោះកន្លែងខ្លះវាមានការរៀបរាប់ពីការបាត់បង់ជីវិតតែទោះជាយ៉ាងណាសូមឲ្យអ្នកទាំងអស់គ្នាអាចនឹងបិទភ្នែកតាំងសមាធិតាំងអារម្មណ៍ហើយនឹងសម្មាសម័យគិតទៅតាមសាច់រឿងជាមួយខ្ញុំតោះកុំឲ្យខាត់ពេលយូរយើងចាប់ផ្ដើមចូលសាច់រឿងតែម្ដងរាជគឺជាអ្នកដែលកើតនឹងធំដឹងក្តីនៅក្នុងក្រុងសេរីសុភ័ណ្ឌនៃខេត្តបន្ទាយមានជ័យគ្រួសាររបស់គាត់មានសមាជិកសរុប5នាក់គឺមានប៉ាម៉ាក់មានរាជផ្ទាល់ហើយនឹងមានបងរៀមដែលជាបងប្អូនភ្លោះរបស់រាជតែម្ដងហើយនឹងប្អូនស្រីពៅម្នាក់ទៀតដែលមានឈ្មោះថារស្មីរឿងរ៉ាវថ្ងៃនេះគឺវាកាត់ឡើងស្រដៀងទៅនឹងអេពីសូត1របស់ខ្ញុំណាប៉ុន្តែកម្រិតនៃការលងបន្លាចនិងភាពភ័យខ្លាចគឺវាសាហាវជាងនិងគួរឲ្យខ្លាចជាងទ្វេដងទៅទៀតខ្ញុំសូមនាំអារម្មណ៍អ្នកទាំងអស់គ្នាត្រឡប់ថយក្រោយទៅកាន់ឆ្នាំ1994កាលនោះប៉ានិងម៉ាក់របស់រាជទើបតែរៀបការនឹងគ្នាថ្មីហើយពួកគាត់ទាំង3អ្នកបងប្អូនមិនបានតន់ចាប់កំណើតនៅឡើយទេក្នុងនាមជាប្តីប្រពន្ធថ្មីថ្មោងប៉ាម៉ាក់របស់គាត់បានខិតខំប្រឹងប្រែងធ្វើការយ៉ាងនឿយហត់សពបែបយ៉ាងដើម្បីសន្សំប្រាក់កសាងគ្រួសារក្រោយពីសន្សំបានប្រាក់មួយដុំធំពួកគាត់ក៏សម្រេចចិត្តទិញផ្ទះមួយខ្នងនៅក្នុងក្រុងមួយដើម្បីរៀបចំជីវិតគ្រួសារឲ្យបានពេញលេញផ្ទះមួយខ្នងនោះស្ថិតនៅក្នុងភូមិមួយក្បែរទីប្រជុំជនតែយើងសូមលាក់ឈ្មោះទីតាំងពិតប្រាកដដើម្បីកុំឲ្យប៉ះពាល់ទៅដល់ម្ចាស់ផ្ទះបច្ចុប្បន្នគ្រាន់តែអាចនឹងប្រាប់តម្រុយបានថាវាគឺជាផ្ទះធំមួយខ្នងដែលមានទីធ្លាមកផ្ទះនឹងធំទូលាយគួរសមនៅពេលដែលប៉ាម៉ាក់របស់គាត់ទើបតែរើអេវ៉ាន់ចូលទៅរស់នៅថ្ងៃដំបូងគ្រប់យ៉ាងគឺស្ងប់ស្ងាត់នឹងមានសេចក្តីសុខខ្លាំងមែនទែនគ្មានរឿងរ៉ាវអ្វីចម្លែកកើតឡើងនោះទេទាំងពីរអ្នកប្តីប្រពន្ធគឺមានសេចក្តីសុខមានសុភមង្គលហើយគិតថានឹងគឺជាផ្ទះដែលស្ថិតនៅក្នុងក្តីសម័យរបស់ពួកគាត់ហើយប៉ុន្តែការរស់នៅប្រកបដោយសេចក្តីសុខនេះវាមានរយៈពេលមិនយូរប៉ុន្មានឡើយយប់មួយស្រាប់តែម៉ាក់របស់រាជនឹងបានយល់សពយ៉ាងចម្លែកនៅក្នុងការយល់សពនោះគាត់បានឃើញបរិសុទ្ធចំណាស់ម្នាក់បរិសុទ្ធនោះបានស្លៀកពាក់ឈុតសស្អាតបាតសភាពមើលទៅប្រៀបបាននឹងតាបោះឬក៏ចាស់ទុំអ្នកកាន់សិលអីអញ្ចឹងតាបោះស្លៀកសនោះបានដើរទៅដើរមកនៅបរិវេណមុខផ្ទះរបស់គាត់ដោយទឹកមុខពោពេញទៅដោយការព្រួយបារម្ភស្រាប់តែគាត់បានងាកមកប្រាប់ម៉ាក់របស់រាជនឹងដោយសំឡេងធ្ងន់ធ្ងរថាណែកុំភ្លេចរៀបចំពិធីសូត្រមន្តឡើងផ្ទះប្រោះព្រំរំដោះគ្រោះផងហើយមួយទៀតកុំភ្លេចសង់រៀនព្រះភូមិនៅមុខផ្ទះឲ្យសោះណាកន្លែងនេះកាច់ណាកុំភ្លេចអីសោះតាបោះម្នាក់នោះបាននិយាយបែបហ្នឹងពាក្យសម្ដីនេះបានលឺឡើងជាមួយនឹងសំឡេងនៃក្តីព្រួយបារម្ភយ៉ាងខ្លាំងប៉ុន្តែអ្វីដែលធ្វើឲ្យម៉ាក់របស់រាជព្រឺសម្បុរខ្ញាក់នៅក្នុងសុបិននោះគឺនៅមិនឆ្ងាយពីតាបោះស្លៀកសនោះប៉ុន្មានចំហៀនទេគាត់បានក្រឡេកឃើញមនុស្សប្រុសម្នាក់ទៀតតែវាមិនមែនជាសម្ហៅមនុស្សធម្មតាទេរាងកាយរបស់មនុស្សប្រុសនោះខ្ពស់ធំសម្បើមមែនទែនហើយពេញមកតួខ្លួនរបស់វាគឺពណ៌ខ្មៅងងឹតខ្មៅដូចជាស្រមោលអំបោះដែលគ្មានឃើញទម្រង់មុខមាត់ច្បាស់លាស់ឡើយឃើញត្រឹមតែរាងដ៏ធំល្វឹងល្វើយខ្ពស់ស្រឡះរបស់វានឹងកំពុងតែឈរសម្លឹងមកខាងក្នុងផ្ទះគ្រាន់តែឃើញស្រមោលខ្មៅនោះភ្លាមម៉ាក់របស់រាជក៏ភ្ញាក់ឲ្យព្រឺតដកដង្ហើមញាប់បែកញើសសស្រាក់ពេញខ្លួនប៉ុន្តែនៅពេលដែលក្រឡេកជុំវិញខ្លួននឹងមើលទៅសភាពដូចជាមិនអីទេគាត់ក៏គិតថាវាគ្រាន់តែជាការយល់សប្តិអាក្រក់ធម្មតាគាត់ក៏សម្រេចចិត្តគេវិញទៅពេលព្រឹកឡើងគាត់ក៏បានយករឿងនេះទៅប្រាប់ប្តីរបស់គាត់គឺប៉ារបស់រាជនឹងឲ្យបានដឹងនៅពេលដែលប៉ារបស់គាត់ស្ដាប់ហើយគាត់ក៏មិនបានគិតអ្វីផ្ដេសផ្ដាស់ដែរគាត់គ្រាន់តែយល់ព្រមថា
អញ្ចឹងយើងគួរតែរកថ្ងៃល្អនិមន្តព្រះសង្ឃមកសូត្រមន្តប្រោះព្រំរំដោះគ្រោះបន្តិចទៅដើម្បីជោគជតានិងសិរីសួស្តីសម្រាប់ផ្ទះថ្មីផងបន្ទាប់មកពួកគាត់ក៏បានរៀបចំពិធីសូត្រមន្តឡើងផ្ទះតាមការគួរប៉ុន្តែពួកគាត់មិនបានសង់រៀនព្រះភូមិដោយការព្រមាននៅក្នុងសុបិននោះឡើយព្រោះគាត់គិតថាសូត្រមន្តហើយគឺគ្រប់គ្រាន់ហើយមិនបាច់ចាំបោកបាច់អីច្រើនរឿងទេចាប់តាំងពីពេលនោះមករឿងរ៉ាវហាក់ដូចជាស្ងប់ស្ងាត់ទៅវិញទៅហើយគឺប្រហែលជា3ឆ្នាំឯណោះក្រោយមករាជហើយនឹងបងរៀមដែលជាកុំភ្លួនឹងបានចាប់កំណើតឡើង2ឆ្នាំបន្ទាប់មកទៀតកូនស្រីពៅដែលឈ្មោះថារស្មីនឹងក៏បានកើតមកបន្ថែមក្មេងទាំង3នាក់បានរីកធំធាត់នៅក្នុងផ្ទះមួយខ្នងនោះប្រកបដោយភាពកក់ក្ដៅប៉ាម៉ាក់របស់គាត់ខិតខំថែរក្សាគ្រួសារមួយនោះគ្រប់យ៉ាងឲ្យមើលទៅល្អឥតខ្ចោះហាក់បីដូចជាគ្មានរឿងរ៉ាវអ្វីកើតឡើងដែលអាក្រក់ត្រូវបានលាក់បាំងនោះឡើយប៉ុន្តែភាពភ័យរន្ធត់ក៏បានចាប់ផ្ដើមឡើងបើកឆាកជាថ្មីនៅពេលដែលរាជមានអាយុបាន7ឆ្នាំថ្ងៃនោះគឺជារដូវបុណ្យជាថ្ងៃដែលគ្រួសាររបស់គាត់រៀបចំសែនព្រេងសម្រាប់ដូនតាដោយទំនៀមទម្លាប់ខ្មែរយើងអញ្ចឹងប៉ាម៉ារបស់គាត់បានរៀបចំតុសែនព្រេងនៅមុខផ្ទះមាននំអន្សមមាន់ស្ងោរបាយសម្លនិងផ្លែឈើដាក់ថ្វាយបុព្វការីជនបន្ទាប់ពីអុជធូបរួចរាល់ប៉ាម៉ាក់របស់រាជនឹងក៏បានដើរចូលទៅក្នុងផ្ទះវិញបន្សល់ទុកតែរាជឲ្យឈរលេងនៅក្បែរតុសែននោះបន្តិចសិនពេលដែលរាជកំពុងតែបង្វែរខ្លួនបំរុងនឹងរត់ចូលទៅក្នុងផ្ទះតាមប៉ាម៉ាក់ស្រាប់តែភ្នែករបស់ក្មេងប្រុសវ័យ7ឆ្នាំម្នាក់នោះបានក្រឡេកទៅឃើញទិដ្ឋភាពមួយដែលដិតជាប់នៅក្នុងខួរក្បាលរបស់គាត់រហូតមកដល់ពេលសប្តាហ៍ថ្ងៃនេះគឺរាជបានឃើញលោកតាចំណាស់ម្នាក់ដើរយ៉ាងយឺតមកឈរនៅចំពីមុខតុសែនតែម្ដងបាទលោកតាម្នាក់នោះស្លៀកសពាក់សដូចគ្នាបេះបិទទៅនឹងអ្វីដែលម៉ាក់របស់គាត់នឹងធ្លាប់បានឃើញនៅក្នុងសុបិនកាលពី3ឆ្នាំមុនរាជឈរសម្លឹងមើលទាំងចម្ងល់នៅក្នុងចិត្តរបស់ក្មេងប្រុសម្នាក់នោះថាតើលោកតានោះគឺជានរណាហេតុអ្វីបានសុកមកឈរមុខតុសែនផ្ទះយើងអញ្ចឹងប៉ុន្តែភាពឆ្ងល់របស់គាត់បានប្រែទៅជាការតក់ស្លុតយ៉ាងខ្លាំងពីព្រោះនៅពីក្រោយខ្នងតាបោះស្លៀកសម្នាក់នោះស្រាប់តែមានរាងកាយពណ៌ខ្មៅមួយដ៏ធំសម្បើមកំពុងតែឈរអមពីក្រោយយ៉ាងគៀករីកប្រាប់ថាគាត់មើលមិនឃើញមុខមាត់អមនុស្សខ្លួនខ្មៅនោះទេឃើញត្រឹមតែថាវានឹងធំហើយខ្មៅខ្លាំងណាស់អ្វីដែលគួរឲ្យរន្ធត់ជាងនោះទៅទៀតស្រាប់តែអាស្រមោខ្លួនខ្មៅនោះបានលូកដៃដ៏ធំក្រាស់របស់វានឹងរំលងស្មាតាបោះស្លៀកសនឹងចូលមកចាប់យកផ្លែឈើយំមន់គ្រឿងសែននានាដែរតម្រៀបនៅលើតុសែននឹងយកទៅស៊ីវាបានចាប់យកផ្លែប៉ោមមួយផ្លែហើយច្របាច់ខ្ទេចយ៉ាងខ្លាំងច្របាច់តតែផ្លែប៉ោមនោះបាច់ខ្ទេចទឹកផ្លែប៉ោមស្រក់ពេញដៃរបស់វាតែម្ដងរីកឃើញទស្សនភាពដ៏ព្រឺនេះហើយគេក៏ស្រែកចាចភ្លាមតែម្ដងអ៊ំឯងធ្វើអីហ្នឹងប៉ាម៉ាមកនេះបន្តិចមកមើលអីនេះបាទគាត់ស្រែកឆោឡោបែបអញ្ចឹងគ្រាន់តែឮសូរសំឡេងកូនស្រែកភ្លាមប៉ាម៉ារបស់គាត់ក៏ប្រញាប់រត់ចេញមកក្រៅផ្ទះទាំងមុខភ័យស្លន់ស្លោប៉ុន្តែពេលដែលពួកគាត់ចេញមកដល់គឺគ្មាននរណាគេម្នាក់ឡើយឃើញតែរាជកំពុងតែឈរយំតុសែនក៏នៅស្ងៀមធម្មតាផ្លែឈើក៏គ្មានបាច់ធ្លាយអ្វីដែរប៉ាម៉ាក់របស់រាជក៏បានសួរទាំងចម្ងល់ថាមានរឿងអីកូនហើយប៉ាម៉ាក់ធ្វើអីណាគេមកទាំងទឹកមុខស្លេកស្លាំងយំផងក្តុកក្តួលផងក៏រៀបរាប់ប្រាប់ប៉ាម៉ាក់របស់ខ្លួនតាមដំណើរដើមតងថាគេបានឃើញតាបោះស្លៀកសនិងមានមនុស្សម្នាក់ខ្លួនខ្មៅហើយធំលោកដៃមកចំបាច់ផ្លែប៉ោមនៅលើតុសែនពេលដែលគាត់កំពុងតែរៀបរាប់ទាំងតក់ស្រុតហ្នឹងណាស្រាប់តែប្អូនស្រីពៅដែលឈ្មោះថារស្មីដែលឈរស្ដាប់នៅក្បែរនោះក៏បាននិយាយឡើងដោយសំឡេងខ្សៅៗថាអូនក៏ធ្លាប់ឃើញពួកគាត់ដែរតើបងកាលពីសែនក្បាលទឹកឆ្នាំមុនហ្នឹងណាអូនឃើញពួកគាត់ទាំងពីរនាក់ហ្នឹងឈរនៅមុខតុសែនយើងហើយរស្មីក៏បន្តទៀតថាអូនឃើញអាមនុស្សខ្លួនខ្មៅធំហ្នឹងវាធ្វើមុខហឹងសម្បាមែនតើហ្មងភ្នែកវាធំវាយកដៃទៅចំបាច់ផ្លែក្រូចដែលខ្សែហ្នឹងបែកខ្ទេចហើយក៏វាត់ចោលទៅលើដីទៀតតែអូនអត់ហ៊ានប្រាប់ណាគេទេព្រោះអូនស្មានតែជាមនុស្សឈួតដែលកាត់បុកផ្ទះយើងអញ្ចឹងណាសម្ដីរបស់កូនស្រីពៅបានធ្វើឲ្យប៉ាម៉ាក់ឈោកគៀងសឹងតែលេងដកដង្ហើមរឿងកាលពី3ឆ្នាំមុនដែលម៉ាក់ធ្លាប់យល់សពវាបានលេចជារូបរាងយ៉ាងពិតប្រាកដហើយកូនទាំងពីរនាក់សុទ្ធតែបានឃើញដូចគ្នាផ្ទាល់ភ្នែកដោយក្តីព្រួយបារម្ភយ៉ាងខ្លាំងប៉ាហើយនឹងម៉ាក់មិនអាចនៅស្ងៀមបានទេស្អែកឡើងពួកគាត់ក៏បានធ្វើដំណើរទៅជួបប្រឹក្សាជាមួយនឹងព្រះសង្ឃមួយអង្គដែលល្បីថាមានញាណបារមីខ្ពស់គ្រាន់តែប៉ាម៉ាក់របស់គាត់រៀបរាប់រឿងរ៉ាវមិនទាន់បានចប់ស្រួលបួសផងណាព្រះសង្ឃអង្គនោះក៏ដកដង្ហើមធំហើយមានសង្ឃដីកាដោយសំឡេងដ៏តឹងតែងថាផ្ទះដែលញោមឯងកំពុងតែនៅរាល់ថ្ងៃនេះ
វាជារបស់គេកន្លែងហ្នឹងម្ចាស់គេចាស់គេហួងហែងខ្លាំងណាស់ហើយបារមីគេក៏ខ្លាំងដែរសំបីតែញោមឯងទៅនិមន្តព្រះសង្ឃទៅសូត្រមន្តឬទោះបីជាញោមឯងសង្ឃរៀនព្រះភូមិឥឡូវនេះក៏មិនអាចជួយអ្វីទាន់ពេលវេលាដែរផ្លូវដែលល្អបំផុតនឹងអាចរក្សាជីវិតគ្រួសារញោមឯងបានគឺមានតែមួយគត់ញោមឯងត្រូវតែរើចេញឲ្យបានឆាប់បំផុតបើមិនរើចេញទេអាត្មាខ្លាចថានឹងមានអ្នកបាត់បង់ជីវិតអាត្មាជួយអីអត់បានទេឮពាក្យថាបាត់បង់ជីវិតតាមរបររាជស្រាប់តែធ្លាក់ទឹកមុខស្រាក់ប៉ុន្តែនៅក្នុងនាមជាមេគ្រួសារដែលខំប្រឹងតស៊ូស្ទើរមួយជីវិតដើម្បីបានលុយទិញផ្ទះមួយខ្នងនេះពួកគាត់មិនអាចកាត់ចិត្តហើយគាត់ក៏មិនជឿ 100% រហូតត្រូវរើចេញភ្លាមៗដោយគ្មានលុយកាក់ជាប់ខ្លួនបែបនេះដែរដូច្នេះពួកគាត់ក៏សម្រេចចិត្តត្រឡប់ទៅផ្ទះវិញទាំងចិត្តក្តុកក្តួលវាមិនមែនមានតែកូនរបស់គាត់ទេដែលឃើញសំបីតែមេផ្ទះដែលស៊ីឈ្នួលមកធ្វើអនាម័យជាប្រចាំគាត់ក៏ធ្លាប់ជួបរឿងព្រឺក្បាលនៅក្នុងផ្ទះនេះជាច្រើនដងដែរនាងមេផ្ទះហ្នឹងធ្លាប់លួចខ្សឹបប្រាប់ថាភាគច្រើនឲ្យតែថ្ងៃសិលធំឬក៏ពេលដែលមេឃរៀងងងឹតគាត់តែងតែឃើញសម្ោកខ្មៅធំដើរទៅឆ្វេងដើរទៅស្ដាំនៅត្រង់កណ្ដាលផ្ទះពេលខ្លះទៀតគាត់ក៏ឃើញមនុស្សចាស់ទុំស្លៀកសដើរជុំវិញបរិវេណខាងក្រៅផ្ទះដែរប៉ុន្តែដោយសារតែខ្លាចប៉ះពាល់អារម្មណ៍ដល់ម្ចាស់ផ្ទះទើបគាត់ខំមាត់សង្កត់ចិត្តមិនហ៊ាននិយាយប្រាប់អ្នកណាទាំងអស់ចំណុចសំខាន់ដែលជាសញ្ញាមិនល្អលើកទី2នេះបានកើតឡើងនៅពេលដែលគ្រួសាររបស់គាត់បានធ្វើដំណើរកំសាន្តទៅកាន់រមណីយដ្ឋានមួយនៅខេត្តបាត់ដំបងក្បែរជើងភ្នំមួយវាជាដំណើរកំសាន្តគ្រួសារធម្មតាប៉ុន្តែពេលកំពុងតែជិះឡានតាមផ្លូវស្រាប់តែម៉ាក់របស់រាជគាត់មានអារម្មណ៍ថាដូចជាមានកម្លាំងអ្វីមួយយ៉ាងទេទាញគាត់នឹងឲ្យចង់បត់ឡានចូលទៅកាន់អាស្រមលោកតាមួយនៅក្បែរផ្លូវពីដំបូងគាត់គិតថាគ្រាន់តែចូលទៅប្រោះព្រំទឹកមុនសុំសេចក្តីសុខមួយផ្លែទៅបានហើយក៏ចេញមកវិញប៉ុន្តែគ្រាន់តែឃើញមុខគ្រួសាររបស់រាជដើរចូលទៅភ្លាមលោកគ្រូម្នាក់នោះមិនទាន់ទាំងបានសួរនាំមួយម៉ាត់ផងគាត់ក៏និយាយទម្លាយឡើងទាំងទឹកមុខតានតឹងថាគ្រួសាររបស់ពួកឯងកំពុងតែរស់នៅកន្លែងរបស់គេហើយគេកាចណាត្រូវតែប្រញាប់រើចេញឲ្យលឿនបើមិនអញ្ចឹងទេមុខជាមានអ្នកស្លាប់មិនខានអ្នកទាំង5ឆោកកៀងស្ដោកអ្វីដែលកាន់តែរន្ធត់នឹងគួរឲ្យខ្លាចបំផុតហ្នឹងគឺថាគ្រូម្នាក់នោះបានចង្អុលមុខចំទៅកាន់ប៉ាហើយនឹងបង្រៀនដែលជាបងប្អូនភ្លោះរបស់រាជហ្នឹងណាហើយនិយាយថាអាចដល់ថ្នាក់ស្លាប់បានណាពិសេសគឺ2នាក់ឯងនឹងតែម្ដងអាខ្លួនខ្មៅដែលវានៅក្នុងផ្ទះឯងហ្នឹងវាកំពុងតែរងចាំយកជីវិត2នាក់ហ្នឹងហើយប៉ារបស់រាជពេលឮបែបនេះក៏សួរទៅវិញដោយសំឡេងរឹងថាចូលលោកគ្រូដឹងយ៉ាងម៉េចថាផ្ទះខ្ញុំហ្នឹងមានអាខ្លួនខ្មៅហ្នឹងលោកគ្រូហ្នឹងញញឹមស្រាលតែបង្កប់ដោយក្តីសង្វេគរួចតបវិញថាវាមិនមែនមានតែអាខ្មៅហ្នឹងមួយទេនៅមានម្នាក់ទៀតតែអ្វីអញដឹងច្បាស់បំផុតនៅពេលនេះគឺអ្វីដែលវាត្រូវការខ្លាំងបំផុតគឺជីវិតរបស់2នាក់ឯងដោយក្តីអាណិតលោកគ្រូនោះក៏បានផ្ដល់ដំបូន្មានឲ្យធ្វើពិធីរំដោះគ្រោះបដូរជីវិតដើម្បីសម្រាលគ្រោះពីធ្ងន់មកស្រាលនៅក្នុងពិធីនោះគាត់មានតាក់តែងធ្វើជារូបទីងមងពីដីសគេហៅថារូបស្នងតំណាងឲ្យសមាជិកគ្រួសារហើយយកទៅប្រោះព្រំសែនព្រេងទុកនៅក្រៅផ្ទះប៉ុន្តែមុននឹងលាគ្នាលោកគ្រូម្នាក់នោះបានបញ្ជាក់ច្បាស់ថាពិធីនេះគ្រាន់តែជួយពន្យាពេលបានមួយរយៈតែប៉ុណ្ណោះវាមិនអាចបណ្ដេញពួកវាចេញបានទេព្រោះគេជាម្ចាស់ទឹកដីចុងក្រោយបើពួកឯងនៅតែក្រាញ់ននានៅផ្ទះនោះទៀតសូម្បីតែទេវតាក៏មិនអាចជួយពួកឯងបានដែរទោះជាមានការទឿនព្រមានដល់តែ2ដងយ៉ាងច្បាស់លាស់បែបនេះហើយក៏បញ្ហាហិរញ្ញវត្ថុនៅតែជាឧបសគ្គដ៏ធំសម្រាប់គ្រួសាររបស់រាជឪពុកម្ដាយរបស់រាជពួកគាត់គ្មានជំរឿអ្វីក្រៅពីខំមាត់សង្កត់ចិត្តត្រឡប់មករស់នៅក្នុងផ្ទះនៅក្នុងក្រុងដដែលនោះទេក្រោយពីធ្វើពិធីនោះរួចរាល់ពេលវេលាក៏ចេះតែកន្លងផុតទៅក្មេងៗក៏ចេះតែធំធាត់ឡើងរហូតទៅអញ្ចឹងទៅរហូតដល់រាជហើយនឹងបង្រៀនមានអាយុ18ឆ្នាំហើយបានប្រឡងចូលរៀននៅសាកលវិទ្យាល័យគ្រួសារទាំងមូលក៏ចាប់ផ្ដើមមានក្តីសង្ឃឹមមកវិញពួកគេបានគិតថាការធ្វើពិធីនៅបាត់ដំបងការនោះពិតជាអាចជួយគ្រួសាររបស់ពួកគេនឹងបាន 100% មែនប៉ុន្តែការពិតវាគ្រាន់តែជាភាពស្ងប់ស្ងាត់មុនពេលព្យុះដ៏ធំបានបោកបក់មកដល់តែប៉ុណ្ណោះនៅពេលដែលបង្រៀមមានអាយុ18ឆ្នាំពេញអ្វីក៏ចាប់ផ្ដើមប្រែប្រួលយ៉ាងគំហុកជាធម្មតាបង្រៀមគឺជាក្មេងប្រុសម្នាក់ដែលរស់រាយរាក់ទាក់ស្លូតបូតណាស់ប៉ុន្តែស្រាប់តែមួយរយៈចុងក្រោយនោះអត្តចរិតរបស់គាត់បានប្រែប្រួលគាត់ខ្លាចទៅជាមនុស្សឆាប់ខឹងមួម៉ៅចូលចិត្តសង្ងំរអ៊ូរទាំតែម្នាក់ឯងថ្ងៃមួយរាជបានដើរចូលទៅសួរកូនភ្លោះជាបងប្រុសរបស់ខ្លួនថាបង្រៀម
hãy cắt ấy mà dạ ní một mót lấy slang hay thưa một cầm miếng chăng riêng còn nghĩa mơ một ông pro bọc luôn chẳng cài phơi pô pin tại phiệt phơi khai hai người vậy đôi sầm đến nho tha riêng bong hot á bong vô sập khơi à sầm máu khmau nâng tì đây bong vô sập khơi bia roi dục vì mình nhom nhi vì chụp bạch co bong tai sầm nang lo nó không vô sập nâng á miên ta boss việc so mà nè đúng không cho mỏ chui khọt hay đừng ca bị bong trên này tại bong hot á bong khai chứ bọt trong nơi to thế đây về lựa bạn đi riết bệ đốt hệ đọc cành trường ở đó mũi lột trâu từ không khu các ba con mà đóng tiết tha vì từ lọp màu với nhây rư ra can tạ từ bóng riếm chấp đa vẫn tại vô sập tê tại con chấp đa mơ khơi mọc đúng đa mong được không té đa thay tròn tại mà đón ót ban được ót pa mà bọc quạt tiền tập này tha viên nơi cái đá tía mà sầm đá tí đây mạ đã bọc cọt ban lư bạn ní còn dễ lung lôm côn tha còn khai côn chẳng ngày sáng trong sập đàn ní mạ đừng nóm côn tơ vót tơ bật kén xong cả tiền đặng bởi côn ban thôi chết á lưng ít muối bên topไปเรียน chắp ตลอดมาเตวิ่งsắp tay để smay ปนใส่ไปนึงáเพลคลุนชื่อคลังเหม็นเตนดัดทรายทนโง่กรนก็ได้คลุนแย่ย่อถ้วยปลามัดเลยมือไทยต้อมอย่างจุกจิตตกดักจำในไอรีก็ทราบแต่มีอาการะรมมดเป็นคลุ้นยางจำไล่ก็สำหรับจัดเล็ดน้ำประชังหนังอัลเลซีได้ถวยก้อนน้องเงงงุ้ยเก่งคลางเหม็นเต้นก็ได้สันลับบัดสมัดได้เตยอย่างเลื่อนมันไปได้ทำไมเด็กหลวงนั่งอะริบันเงี้ยเตยในใจลุ่มล้มบังเรียมได้เด็กในเลือดแกรจมือคเนท่าเรียมไอไปหยับตัวเด็กเตยกับกัดจานเป๊กใส่ปลักยืนนอมคเนเตยเรียนทอมดาเว้ยเปนุเรียมบันตรำแต่ละอู้แต่งตักหมกสาวสายท่ายมอดสบายจัดซ้อสมองขมายนั่งอะวีนตามยมละโหดแล้วยมเคยวีนคงแต่ยังตีได้ตัวพนัยเป็นพนัยแต่มาดองเรียกก็ชายตอบเว้นแต่งงวยเกณฑ์ท่ากงคอจำสายปลักยืนตรอกเติบดักบาดจุ่มขณีได้ซะนึในใหญ่จับเรียกก่อนลงลุบัตเตอร์đó mình ban đăng to tại sao thà nếu cứ chỉ bị sầm đầy trong cái đó để quát banในใหญ่จมวยหนังบอมปอนโปรพลุระบักลุนพระประลำทนายสายลางเรียกบ้านพญาปิเดกควัดบ่มร้องหนึ่งเงี้ยแต่หายพระองค์พระบกรนั่งอ่างกล่าวตอนใต้สลับแต่ปารยาการในขนมเตี้ยแตงมูลสลับแต่เตยกรบดันดับแต่ดอยสำเร็งไส้ตระโหยุ่มอย่างล้วนตระหังเอิงกองหายกายยุ่มนู้คือจีสำเร็งระบอบมาระบกรเรียกตูรถจิงปีบรรทุกเตยอย่างเลื่อนสำได้แต่เราประพบสำเร็งเฮ้ยแต่เพียบได้ทะเลโจตขนมกายพระบกรในวินาทีนู้คือบานช็อตโยสมาระไดระบกรเอาแกงสะดกบองเรียมบองอมปลอบพลุจิตตีสระลายระบกรบานจองก็เฟื่ออัตเขตบรรจับชีวิตคลุดเองนึกขนมบรรทุกสการะเปรี้ยบัดเตยเฮ้ยสเพียบสะสาระบารีมในเป็นนู้คือจำไลคลาเมนเต้นกอดมันบันลีอันดัดมันเป็นศาสนาเรื่องบำราหมกระบักกอดเมื่อเตยสงบสงัดด้วยเชี่ยมันดูกำปงแต่ได้ลุ่ยอย่างสกอปสกอลอันจังตามีเอาไว้ได้เก็บสังกัดบรรดาจัดกำรัดหน้าเติบโตอายุวิจนไว้ดับลำใบชนะมันเนี่ยสำหรับจัดเป็นจับชีวิตคลุนไอ้แต่งเนยไว้เขมรแบบนี้กลายปีจัดแจงรีบจอมไปทีบนสอบรุยรอหายกรูสารบักกอดมันออเจเต้ก็บ้านแต่ได้รกซัวกรูตีนำประสังจิตรันกันไหลใต้ขมิ้นกรูนามันเนี่ยอาจเอาจำหลายเจเละบานเลยมันเนี่ยฮะโดยจิมมีอำนาจงงงัดเอาไว้มาย่างบัดบังขมิ้นนาเกมันเนี่ยเฮียนใหญ่จำเต้ท่าให้เอาไว้บานเรียนสลับในเปนูถ้าแต่เรื่องการงี้ก็ออดสเตรสในเตี้ยก็ออดกล้าวปีเรื่องแต่มวยกดได้เกยชื่อเจ้านุคือการตัวตายบอกกอดท่าสมองขมายนั้นวีมาเตรียมตีโยชีวิตกอดเตยจีเรียงรอทั้งไงปุกเก้บันกระถาเรื่องชอบเฮยปรุมีเนี่ยสลับบัดบองชีวิตเตยเฮยแต่มันจังเตเพราะให้จีปีชนำกลอยปีบ่งเรียบัดสลับนั่งอะให้การรนทดดอกได้บานการล้างซาจีทำไมมาดองเตียดเรื่องนี้คือทะเลเตลเลเรสมัยจีปอนสไลเปอร์แต่มาดองคือเรสมัยบ้านชียิมทั่วอัตคิดคลูนเองตามระเบียบดึกนิดแบบบัดเตอร์นังบ่งเรียมได้ปนใต้สำนักเนินเมียนคลาโดยซาแต่ปาระบักกอนังบานดาเติบตอนเปลหายเลี้ยงเติบแต่จับดามจองก็เติบปาระบักกอนังสตูเตอร์สังครุบานตอนเปเวเลียเป้ได้เด็ดสมิธดังครูลังไว้ในขนมตีเป็ดเลี้ยงบานปรับอย่างแต่พนัยท่าโอนบานเคยอาสมอคลุนขมานุทมนู่วิโจมขนองสุบันโอนกันแต่คลังล้างจะบาล้างหายวิบัญชีโอนถ้วยจังกล้าวปีเหตุการณ์นู่กาดล้างหมอกปริยาการในขนมครูซาแตงโมเปรียบบานเตือนท่านรั่วป่ามาบักกอดจับด้ามยูซับเคยอาสมอขมานุสเตอร์แต่รอยุบ
ផ្ទះដែលធ្លាប់តែកក់ក្ដៅពេលនេះវាហាក់បីដូចជាពួកគេកំពុងតែសុំជ្រកកោននៅលើទីតាំងរបស់ម្ចាស់ដីដែលកាចសាហាវហើយមិនចង់ឲ្យពួកគេរស់នៅទីនោះទៀតឡើយទីបំផុតដោយការប្រឹងប្រែងសន្សំលុយបានខ្លះនិងទ្រាំលែងបានគ្រួសាររបស់គាត់ក៏បានសម្រេចចិត្តបោះបង់ផ្ទះនោះចោលហើយរើចេញទៅនៅកន្លែងថ្មីទាំងអស់គ្នាប្រហែលជាគិតហើយថារឿងនេះប្រកាសជាចប់ហើយនៅពេលដែលពួកគាត់នឹងបានរើចេញពីកន្លែងហ្នឹងមែនអត់តែវាមិនចប់ទេបន្ទាប់ពីគ្រួសាររាជរើចេញហ្នឹងស្រាប់តែមានគ្រួសារថ្មីមួយទៀតបានផ្លាស់ចូលមកនៅទីនោះគ្រួសារនោះមានសមាជិកតែ2នាក់គត់គឺអ៊ំស្រីម្នាក់និងក្មួយស្រីម្នាក់ពេលចូលទៅនៅដំបូងគឺមានសេចក្តីសុខល្អណាស់តែយូរទៅពួកគាត់ទាំងពីរនាក់ក៏ចាប់ផ្ដើមជួបនឹងអាស្រមខ្មៅនោះដូចគ្នាអ៊ំស្រីនោះធ្លាប់បានលួចប្រាប់អ្នកជិតខាងទាំងទឹកមុខភ័យខ្លាចថាអាស្រមខ្មៅនោះវាតែងតែចូលមកក្នុងយល់សប្តិរបស់គាត់ហើយបញ្ជាឲ្យគាត់នឹងសែនអាហារឲ្យវាស៊ីប៉ុន្តែអាហារដែលវាទាមទារមិនមែនជាចំណីធម្មតានោះទេវាទាមទារស៊ីឈាមស្រស់អ៊ំស្រីហើយនឹងក្មួយស្រីម្នាក់ហ្នឹងអត់បានសែនឲ្យវាទេគាត់គិតថាគាត់សម័យតែខ្លួនឯងត្រឹមតែប៉ុន្មានថ្ងៃក្រោយមកអ៊ំស្រីម្នាក់នោះក៏បានចងកធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងបាត់ទៅគឺនៅក្នុងផ្ទះនោះដូចគ្នាបែកបិទទៅនឹងបង្រៀនគ្មានខុសមួយចំអាមឡើយបន្ទាប់ពីអ៊ំស្រីម្នាក់នោះស្លាប់ទៅផ្ទះនោះត្រូវប្រកាសលក់ឡៃឡំបន្តទៀតហើយមិនយូរប៉ុន្មានក៏មានលោកពូម្នាក់បានមកទិញផ្ទះនោះបន្តទៀតនៅក្នុងតម្លៃមួយដ៏សមរម្យពេលចូលស្នាក់នៅដំបូងពូម្នាក់នោះបានរៀបចំសង់រានព្រះភូមិនិងរានទេវតាយ៉ាងត្រឹមត្រូវដោយសារតែគាត់នឹងជឿតាំងពីដំបូងធ្វើឲ្យគាត់រស់នៅធម្មតាដល់អញ្ចឹងគាត់ថារានព្រះភូមិនោះអាចជួយគាត់បានទេអត់ទេរហូតដល់ចុងក្រោយអ្នកជិតខាងបានប្រាប់ថាលោកពូដែលជាម្ចាស់ដីថ្មីនោះក៏បានបាត់បង់ជីវិតទៅយ៉ាងអាថ៌កំបាំងនៅក្នុងផ្ទះនោះដូចគ្នាបច្ចុប្បន្ននេះរាជបានរើចេញពីកន្លែងនោះអស់ជាច្រើនឆ្នាំទៅហើយប៉ុន្តែការចងចាំដ៏សែនអាក្រក់នៅតែមានជាប់ជានិច្ចគាត់មិនដឹងតតែសោះថាបច្ចុប្បន្ននេះផ្ទះមួយខ្នងនោះមាននរណាកំពុងតែស្នាក់នៅបន្តដែរឬអត់ហើយអ្វីដែលជាអាថ៌កំបាំងនោះគឺតើអាស្រមខ្លួនខ្មៅនោះវាជាអ្វីឲ្យពិតប្រាកដជាព្រាយបិសាចម្ចាស់ទឹកម្ចាស់ដីដែលស្រេកឃ្លានឈាមឬក៏ជាអ្វីហើយចុះតាបោះស្លៀកសនោះជាអ្នកណារឿងរ៉ាវនេះវាជាមេរៀនមួយដ៏គួរឲ្យខ្លាចបំផុតប្រសិនបើអ្នកខិតខំសន្សំលុយទិញផ្ទះមួយខ្នងស្រាប់តែថ្ងៃមួយអ្នកដឹងថាផ្ទះនោះគឺជាកន្លែងដែលរងចាំតបាក់ជីវិតអ្នកតើអ្នកនឹងធ្វើបែបណាទោះជាយ៉ាងណាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់វិចារណញ្ញាណនៅក្នុងការស្ដាប់ឲ្យបានល្អចាត់ទុកថាជារឿងកម្សាន្តលំហែអារម្មណ៍ដូចមើលរឿងកុនអញ្ចឹងទៅ